ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានេះគឺជាបាញ់សុងបងប្អូនណាចាការធ្វើបាញ់សុងគឺមានលក្ខណៈច្រើនបន្តិចបងប្អូនក៏ប៉ុន្តែរសជាតិគឺថាឆ្ងាញ់ពិសាចានេះគឺជាកញ្ចប់បាញ់សុងនេះខ្ញុំយកមកប្រើគឺថាមានលេខ626នៅខាងលើបងប្អូនណាសរសៃបាញ់សុងគឺថាធំជាងសរសៃនំបញ្ចុកបន្តិចបងប្អូននាងខ្ញុំបានដាំទឹកឲ្យពុះសិនហើយក៏បានដាក់បាញ់សុងនឹងស្រុះចំនួនរយៈពេល20នាទីបងប្អូនណាចាហើយទៅនេះខ្ញុំក៏បានយកមកលាងជាមួយនឹងទឹកត្រជាក់ហ្នឹងឲ្យបានអស់ជាតិស្អិតបងប្អូនណានាងខ្ញុំបានទុកបាញ់សុងឲ្យស្រក់ទឹកមួយសន្ទុះធំចាឥឡូវហ្នឹងគឺនាងខ្ញុំបានប្រើប្រេងស្លឹកខ្ទឹមហើយនិងអំបិលយកមកលាយចូលគ្នាឲ្យឈ្ងុយហើយក៏បានលាយជាមួយនឹងបាញ់សុងរបស់នាងខ្ញុំបងប្អូនណាចាបន្ទាប់ពីបានលាយរួចហើយចឹងទៅនាងខ្ញុំក៏បានលាងហើយប៊ីហ្នឹងយកមកកិនឲ្យតូចបន្តិចហើយនឹងស្បែកដីក៏នាងខ្ញុំកិនឲ្យតូចបន្តិចដែរបងប្អូនណាចាបន្តមកទៀតនេះខ្ញុំក៏បានយកទៅមកចៀនឲ្យឆ្អិនសងខាងចឹងបងប្អូនណាហើយក៏បានហាន់ជាចំណិតតូចដើម្បីយកមកលីងជាមួយនឹងសាច់មាន់របស់នាងខ្ញុំណាចានេះគឺជាសាច់មាន់នាងខ្ញុំបានប្រើអឺខ្ទឹមសហើយនិងការ៉ុតដើម្បីយកមកកិនជាមួយគ្នាឲ្យឃើញពណ៌ស្អាតបងប្អូនណាហើយនាងខ្ញុំក៏បានយកមកលីងឲ្យឆ្អិនទៅក៏បានដាក់អំបិលបន្តិចម៉ាស៊ូមសេនីបន្តិចហើយក៏បានដាក់បន្លែមានដូចជាខ្ទឹមបារាំងផ្សិតហើយនិងការ៉ុតបន្ទាប់មកទៀតនេះខ្ញុំក៏បានយកទៅហ៊ូជៀនហ្នឹងមកឆាជាមួយឲ្យបានចូលជាតិចឹងបងប្អូនណាចំណែកទឹកខ្ទិះគឺនេះខ្ញុំបានប្រើដូងមួយកំប៉ុងហើយក៏បានដាក់អំបិលបន្តិចម្សៅឆាបន្តិចហើយនិងស្ករបន្តិចកូរឲ្យឆ្អិនចឹងបងប្អូនណាចាបន្លែនេះខ្ញុំយកមកធ្វើណែមជាតិមានដូចជាត្រាវការ៉ុតស្ពៃក្តោបអាញៀន mushroom ហើយនិងមេសួរបងប្អូនណានាងខ្ញុំក៏បន្ថែមនៅអំបិលបន្តិច mushroom seasoning បន្តិចហើយនិងម្រេចបន្តិចបងប្អូននាងខ្ញុំក៏បានច្បល់ឲ្យបានចូលជាតិគ្នាហើយនាងខ្ញុំក៏បានពូតយកជាតិទឹកចេញឲ្យអស់បងប្អូនណាចាបន្តមកទៀតនាងខ្ញុំក៏បានយកសម្បកអេក្រហ្នឹងមកបកជាបន្ទះមួយចឹងដើម្បីងាយស្រួលក្នុងការយើងរុំមកបងប្អូនណាចាហើយនាងខ្ញុំក៏មានពងមាន់មួយដែរដើម្បីយកមកបិទនៅពេលយើងរុំអេក្រនៅចិត្តបងប្អូនណាចានាងខ្ញុំក៏បានយកសម្បកអេក្រហ្នឹងមកដាក់នៅលើ cutting board បងប្អូនណាចាបន្តមកទៀតនាងខ្ញុំក៏បានដួសបន្លែមកដាក់នៅលើហ្នឹងហើយក៏បានចាប់ផ្ដើមរុំសម្បកអេក្រហ្នឹងចានៅពេលចិត្តចុងបញ្ចប់គឺថានាងខ្ញុំបានដាក់ពងមាន់ដើម្បីបិទមុខបងប្អូនណាចាកុំឲ្យអេក្រនេះយកបែកចេញពីគ្នាចាចំណែកបន្លែគឺថាបងប្អូនអាចដាក់ទៅតាមបងប្អូនចូលចិត្តបងប្អូនណាគឺថាតិចទីច្រើនគឺតាមបងប្អូនចានាងខ្ញុំបានបន្តការមូលអេក្រនេះរហូតតទៅអស់បន្លែរបស់នាងខ្ញុំបងប្អូនណាចាសារអេក្ររបស់នាងខ្ញុំមានចំនួនច្រើនដូច្នេះនាងខ្ញុំក៏បានយកអេក្រមួយចំនួនយកមកដាក់ក្នុង Ziploc ហើយក៏បានដាក់នៅកន្លែងទូកន្លែងកបងប្អូនណាដើម្បីយកមកប្រើប្រាស់នៅពេលថ្ងៃក្រោយទៀតបងប្អូនចាឥឡូវនេះគឺថានាងខ្ញុំបានយកអេក្រស្រស់ខ្លះនិងអេក្រកកខ្លះយកមកចៀនបងប្អូនណាចានេះនាងខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើទឹកអំបិលបងប្អូនណាចាគ្រឿងផ្សំរបស់នាងខ្ញុំមានដូចជាស្ករត្នោតចំនួន1ដុំចា1ដុំនោះគឺថាមានចំនួន1ផោនបងប្អូនណាចាបងប្អូនយកមកអីក៏បានដែរចាបន្តមកទៀតថានាងខ្ញុំបានយកស្ករត្នោតដាក់ក្នុងឆ្នាំងមួយអញ្ចឹងបងប្អូនណាហើយនាងខ្ញុំក៏បានចាក់ទឹកចំនួន8ខាប់ចាបន្តមកទៀតនាងខ្ញុំបានដាក់អំបិលចំនួន1/4ខាប់ហើយនាងខ្ញុំបានយកទៅដាក់ដាំឲ្យពុះថាយើងដាំចឹងណាឲ្យស្ករនិងអំបិលយើងបានរលាយសិនណាបងប្អូនណាពេលណាស្ករអំបិលរលាយអស់ហើយគឺថាបងប្អូនអាចបិទភ្លើងបានហើយបងប្អូនទឹកនេះបងប្អូនទុកឲ្យត្រជាក់សិនណាបងប្អូនណាចាបន្តមកទៀតនាងខ្ញុំបានចិញ្ច្រាំខ្ទឹមសចំនួន1មើមចាដាក់ចូលនៅក្នុងទឹកហ្នឹងទៅចាហើយនាងខ្ញុំក៏បានច្របាច់ទឹកក្រូចឆ្មាចាទឹកក្រូចឆ្មាគឺថាមានចំនួន3/4ខាប់បងប្អូនណាចានេះខ្ញុំបានយកទឹកក្រូចឆ្មាមកចាក់នៅក្នុងទឹកហ្នឹងហើយទៅក៏បានកូរឲ្យសព្វចាពេលណាបងប្អូនកូរសព្វហើយបងប្អូនអាចយកមកញ៉ាំបានហើយបងប្អូនណាចាឥឡូវនេះបាញ់សុងរបស់នាងខ្ញុំបានរួចរាល់ហើយបងប្អូនចាឥឡូវនេះខ្ញុំនឹងរៀបមួយចានមកញ៉ាំបងប្អូនណាចានាងខ្ញុំបានដាក់បាញ់សុងបន្តិចសាច់បន្តិចប៊ីបន្តិចហើយនឹងសណ្តែកដីបន្តិចបងប្អូនណាចាហើយចំណែកបន្លែវិញនាងខ្ញុំមានដូចជាទឹកសក់
សាឡាត់អាយនឹងជីគ្រប់មុខចំណែកអេក្រូវិញគឺនាងខ្ញុំយកមកកាត់ជាដុំតូចៗដើម្បីស្រួលញ៉ាំបងប្អូនណាហើយនាងខ្ញុំក៏បានដាក់ទឹកអំបិលបន្តិចព្រមទាំងខ្ទិះដូងបន្តិចផងដែរបងប្អូននាងខ្ញុំក៏បានបន្ថែមជាមួយនឹងម្ទេសដើម្បីញ៉ាំទៅបានហឹលៗបន្តិចណាបងប្អូនណាចា៎នាងខ្ញុំសូមអរគុណបងប្អូនចា៎ដែលបានទស្សនាវីដេអូរបស់នាងខ្ញុំ